COVID ផ្ទុះខ្លាំងថៃដាក់វិធានការរដ្ឋបတ်តឹងរឹងផ្ដោតសំខាន់លើសិស្សមតីទូទាំងបាងកកស្របពេល COVID ផ្ទុះឡើងម្ដងទៀតដែលជំរុញខ្លាំងដោយសារមេរោគបំផ្លែងថ្មី JN1 ការិយាល័យអភិវឌ្ឍសង្គមនៃប្រទេសថៃ STO បានដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងតឹងរឹងជាពិសេសផ្ដោតលើក្មេងៗសិស្សសាលាមតីទូទាំងទីក្រុងបាងកកតាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី 14 ខែឧសភាឆ្នាំ 2025 នាយក STO អ្នកស្រីខាយ៉ាណាភូភីថាណាផុនបានសង្កត់ធ្ងន់លើសារសំខាន់នៃវិធានការការពារដូចជារក្សាគម្លាតពី1ម៉ែត្រទៅ2ម៉ែត្រពាក់ម៉ាស់លាងដៃឲ្យបានញឹកញាប់និងវាស់កម្ដៅដើម្បីធានាសុវត្ថិភាពកុមារគ្រូបង្រៀនក៏ដូចជាមន្ត្រីសាលានានាក៏ត្រូវសម្អាតឲ្យបានញឹកញាប់និងមានការបាញ់ថ្នាំសម្រាប់ពីរោគផងដែរលើសពីនេះប្រសិនបើកុមារចេញរោគសញ្ញាសង្ស័យដូចជាឈឺក្បាលគ្រុនក្អកតឹងច្រមុះពិបាកដកដង្ហើមឬឈឺបំពង់កកុមារត្រូវដាក់ឲ្យនៅដោយឡែកឬជូនដំណឹងដល់ឪពុកម្ដាយឲ្យយកកូនទៅផ្ទះហើយកុមារក៏ប្រហែលជានឹងត្រូវធ្វើតេស្ត COVID-19 ផងដែរក្នុងករណីវិជ្ជមាន COVID-19 កុមារត្រូវព្យាបាលនៅមន្ទីរពេទ្យហើយបើសាលាផ្ទុះឆ្លងជាចង្កោមសាលាត្រូវប្រឈមនឹងការបិទជាបណ្ដោះអាសន្នសូមជំរាបសារជាថ្មីស្ថានភាពឆ្លងរាលដាលជំងឺ COVID-19 ថ្មីនៅប្រទេសថៃកំពុងឈានដល់កម្រិតព្រួយបារម្ភសារជាថ្មីដោយក្នុងរយៈពេលត្រឹមមួយសប្តាហ៍ពលគឺចាប់ពីថ្ងៃទី4ដល់ថ្ងៃទី10ខែឧសភាមានករណីឆ្លងចំនួន 16,607 ករណីដែលភាគច្រើនជាប្រភេទ Omicron បំផ្លែងថ្មី JN1 ខណៈក្នុងរយៈពេលដូចគ្នានោះក៏មានមនុស្សស្លាប់6នាក់ផងដែរតួលេខនេះបង្ហាញពីការឆ្លងកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងរយៈពេលមួយសប្តាហ៍មុនដែលមានមនុស្សឆ្លងប្រមាណ 14,680 នាក់